Hello សួស្តីអ្នកនរគ្នានឹងឲ្យយើងបានបែកគ្នាមួយរយៈឥឡូវខ្ញុំមក review នំបញ្ចុកអ្នកខេត្តសៀមរាបតែនំបញ្ចុកហ្នឹងគឺគេបានយកមកលក់នៅខេត្តភ្នំពេញនឹងដែរបងប្អូនពុកម៉ែបងប្អូនពូមីងអាចទៅញ៉ាំបាននៅខាងត្រៃម្ខាងហើយនេះខ្ញុំញ៉ាំតែពីអ្នកក្មេងតូចហើយនឹងនាំក្មេងតូចមកញ៉ាំរួមទៅក្មេងតូចបើសិនជាមិនបានញ៉ាំទេគឺរោរឿងយើងសម្បើមកអញ្ចឹងទៅតើយើងមកញ៉ាំនំអីចឹងមិនគាត់ព្រមហើយមួយវិញទៀតនេះខ្ញុំមានណានេះដាក់សាច់ជ្រូកចឹងមកដាក់កាយញុកចឹងមកនេះស្ដាយគួរស្ដាយចឹងមកហើយនំបញ្ចុកអ្នកខេត្តសៀមរាបគេធ្វើចឹងឯងគេធ្វើញ៉ាំជាមួយទឹកប្រហុកពុកម៉ែបងប្អូនពូមីងហើយយើងជលក់ចឹងមកហើយនេះគេមានមុំហូបស្អីគេខ្លះនេះត្រីពងសាច់ជ្រូក3ជាន់និងបន្លែស្ងោរហើយនៅនំបញ្ចុកហើយមានបន្លែផ្ទីពោតប្រាំងដែលគេស្ងោរសម្រាប់ញ៉ាំជាមួយទឹកប្រហុកបងប្អូនហើយមួយវិញទៀតគឺគេត្រូវតែស្ងោរដើម្បីកុំឲ្យវាខ្លាចវារាវាអីចឹងហើយស្ងោរទៅក៏ឆ្ងាញ់ដែរម្ហូបពូនេះបើនិយាយរួមទៅគឺលក្ខណៈថាម្ហូបអ្នកនៅសៀមរាបហើយនេះខ្ញុំបាននាំក្មេងទៅញ៉ាំនៅខាងត្រើយម្ខាងហើយយើងមកញ៉ាំហ្នឹងគឺថាគឺល្បីតាមផេកល្បីតាមអីដែរដើម្បីយើងបានមកញ៉ាំវាហ្នឹងហើយជាពិសេសទៀតនោះគឺខ្ញុំមកញ៉ាំនៅនេះបាន2ទៅ3ដងបងប្អូនរុំrecommend ថានៅកន្លែងហ្នឹងគឺឆ្ងាញ់ហើយឲ្យលេខ1រុំឲ្យ10លើ10ហ្មងបងប្អូនហើយគេមានអ្នកទឹកប្រហុកហ្នឹងគេដាក់លាយគ្រឿងគ្រប់សពហើយគេដូចនៅខេត្តសៀមរាបយើងលាយខ្លួនឯងលាយអីណាតែនៅនេះគេលាយយើងមកឆ្ងាញ់ហ្មងហើយគេយកមកដាក់លើតុអីចឹងចឹងមកហើយមួយចានហ្នឹងតែ20000ខ្មែរទេបងប្អូន20000រៀលទេហើយគេមានអ្នកយ៉ាហនហ្នឹងដាក់បន្លែដាក់អីចឹងមកស៊ុបហ្នឹងគេញ៉ាំមួយនំបញ្ចុកដែរហើយខ្ញុំលើកទី1ហើយដែលបានញ៉ាំយ៉ាហនហ្នឹងអត់ដែរញ៉ាំទេហើយក៏ទៅឃើញតូចចិត្តនាំទៅញ៉ាំអាហ្នឹងហើយគេដាក់ម្ហូបមុនទេគេដាក់បន្លែអីចឹងហើយដល់ពេលទឹកពុះគេយកម្ហូបហ្នឹងមកជលក់ញ៉ាំចឹងទៅហើយមានណានេះយើងគេបច្ចេកទេសផ្សេងចឹងមកតែគាត់ថានៅនឹងគឺទេសភាពបែប relax ហើយម្ហូបក៏ឆ្ងាញ់នៅខាងត្រៃមកខាងបងប្អូនយល់នៅចិត្តម្ដុំស្ថានភាពសុខាដល់ពេលចលងមានណាថតផងញ៉ាំផងហ្នឹងទៅតែគាត់ថាខ្ញុំអត់បានថតបានដល់ទេគាត់ថាញ៉ាំផងថតបានហើយទេសភាពនៅពេលយប់គឺយើងថតបានតែប៉ុណ្្នឹងឯងគឺយើងអត់សូវបានថតបានច្រើនជាងនោះទេព្រោះថាវាអត់សូវមានភ្លើងគ្រប់គ្រាន់បងប្អូននេះពេលខ្លះណាទៅវាចាំងទៅ